ប្អូនដែលចង់បានតិចនៅក្នុងការច្នៃផ្ការរំដួលឲ្យលឿនឲ្យរហ័សបងប្អូនមើលវីដេអូមួយនេះអត់ត្រូវទេប៉ុន្តែបើសិនជាបងប្អូនចង់ច្នៃផ្ការរំដួលចេញពីសម្បកពោតឲ្យស្អាតឲ្យប្រណិតឲ្យមានសណ្ដាប់ធ្នាប់អាចមើលវីដេអូនេះដល់ចប់បានខ្ញុំធ្លាប់សន្យាជាមួយនឹងបងប្អូនទាំងអស់គ្នាថាខ្ញុំនឹងឆ្លៀតនៅក្នុងការធ្វើវីដេអូពីការច្នៃផ្កាខ្ញុំឲ្យបងប្អូនអរគ្នាមើលអញ្ចឹងបងប្អូនអាចមើលបានហើយខ្ញុំសារវារៀងលឿនបន្តិចដោយសារតែដំណើរការក្នុងការច្នៃវាយូរអញ្ចឹងបងប្អូនអាចមើលបានណាខ្ញុំប្រើសម្បកពោតហើយខ្ញុំប្រើម៉ាស៊ីនកម្ដៅដែរដើម្បីខ្ញុំពុតវាបន្តិចឲ្យវាមានតម្រងមានរាងមានអីអញ្ចឹងណាហើយខ្ញុំចាប់ដើមតឡើងការនីមួយអញ្ចឹងបងប្អូនមើលប្រសិទ្ធក្នុងការតឡើងរបស់ខ្ញុំគឺអត់ពិបាកប្រហែលទេគ្រាន់តែថាបើសិនមកបងប្អូនចង់លឿនគឺមិនងាយទេហើយនេះគឺជារូបរាងផ្កាដែលយើងច្នៃចេញមកហើយគឺវាស្អាតវាខ្លំវាមានភាពមានសណ្ដាប់ធ្នាប់ណាអញ្ចឹងបងប្អូនអាចពិនិត្យមើលបានខ្ញុំច្នៃបងប្អូនមើលមួយទៀតណាអញ្ចឹងគឺយើងប្រើប្រាស់សម្បកពោតដដែលសម្បកពោតនេះគឺខ្ញុំរើសសម្រាប់សម្រាំងវាឲ្យម្សាហើយអញ្ចឹងហើយបានវាមានប្រភេទសម្បកពោតដែលយើងយកមកច្នៃទៅវាត្រូវជាមួយនឹងតម្រងផ្កាតម្រងដែលយើងចង់បានតាមຂະຫນាតគ្រាប់អញ្ចឹងណាអញ្ចឹងបងប្អូនអាចពិនិត្យមើលបានហើយការធ្វើភាពប្រណិតសម្រាប់សម្រាំងគឺអត់អាចស៊ីគ្នាជាមួយនឹងលឿនរហ័សបានទេអញ្ចឹងគឺត្រូវទីមទាពេលវេលាត្រូវទីមទាការធ្វើយ៉ាងណាយើងយល់ពីដំណាក់កាលនីមួយៗមិនយើងច្នៃវាបានស្អាតណាអញ្ចឹងបងប្អូនអាចពិនិត្យមើលបាននៅក្នុងវីដេអូនេះបងប្អូនអាចមើលដល់ចប់បានថាផ្កាដែលខ្ញុំច្នៃឲ្យគឺវាមានសណ្ដាប់ធ្នាប់មែនតើនេះបងប្អូនមើលឃើញទេគឺស្អាតណាអញ្ចឹងខ្ញុំយកវាមកចាក់ទៅលើប្រភេទផ្កាដាក់តុប្រជុំនេះបងប្អូនអរគ្នាមើលឃើញទេអានេះខ្ញុំលាយជាមួយនឹងកេសរកុលនៅក្នុងវីដេអូរបស់ខ្ញុំសាមុនខ្ញុំបានបង្ហាញឲ្យពីផ្កានេះកេសរកុលចាក់ចេញមកអញ្ចឹងអានោះការសម្បកពុតសុទ្ធណាចាំបងប្អូនអាចពិនិត្យមើលបានពីការច្នៃផ្ការំដួលណាអរគុណ